អញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្លីទេគឺខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបមើលតើ page របស់យើងផុសទៅ active នៅម៉ោងប៉ុន្មាន page របស់យើងគួរតែផុសនៅម៉ោងប៉ុន្មាន Facebook page របស់យើងណាគួរតែកំផុសនៅម៉ោងប៉ុន្មានវិញល្អជាងបាទតោះអញ្ចឹងយើងមើលរបៀបម៉េចបងប្អូនទាំងនេះចូល Facebook page របស់បងប្អូនមកបាទនេះណាចូល Facebook page មកហើយបងប្អូនបើកជាប្រភេទលក្ខណៈ Meta Business Suite បងប្អូនចុចត្រង់កន្លែង Meta Business Suite មកហើយបងប្អូនវានឹង load ចេញបែបនេះហើយទាំងបែបនេះបាទ page យើងដដែលអញ្ចឹងបងប្អូនមើលរបៀបម៉េចដើម្បីដឹងថា page របស់យើងហ្នឹងគឺផុសម៉ោងប៉ុន្មានដើរល្អផុសម៉ោងប៉ុន្មានដើរមិនល្អអានេះខ្ញុំគ្រាន់តែបញ្ជាក់បងប្អូននៅរបៀបទី1ណាបាទគឺបងប្អូនចូល Business Suite ចឹងមក Meta Business Suite ចឹងមកបងប្អូនចុចកន្លែង Planner បាទបងប្អូនចុចកន្លែង Planner នឹងក៏បាននេះឬមួយក៏បងប្អូនអត់ចាំបាច់ធ្វើអញ្ចឹងក៏បានដែរបងប្អូនចូល Home វិញក៏បានបងប្អូនចុចត្រង់កន្លែង More នេះក៏បានឬក៏បងប្អូនអត់ចាំបាច់ចឹងទេកុំឲ្យវែងឆ្ងាយបងប្អូនអាចចុច Create Post នេះក៏បានដែរបាទអញ្ចឹងយើងចុច Create Post មកអូខេអញ្ចឹងនៅពេលដល់ត្រង់ចំណុចនេះហើយបងប្អូនទាំងអស់គ្នាធ្វើការផុសជាលក្ខណៈធម្មតាឥឡូវខ្ញុំទាញជាប្រភេទខ្ញុំធ្វើឧទាហរណ៍ផុសឲ្យបងប្អូនទាំងអស់គ្នាមើលមួយណាបាទឥឡូវឧទាហរណ៍ថាខ្ញុំ select យករូបទាំងអស់គ្នាហ្នឹងមកទាំងអស់ហ្នឹងមកបាទអញ្ចឹងយើងពេលដែលយើងផុសចឹងហើយបងប្អូនទាំងអស់គ្នាចុចត្រង់កន្លែងនេះ scheduling option បាទបងប្អូនចុច select មកអូខេនេះបងប្អូនចុចកន្លែងហ្នឹងបងប្អូននឹងឃើញហើយនេះឃើញម៉ោងដែល Facebook វា recommend schedule ហ្នឹងណាសម្រាប់ page របស់យើងណាហើយយើងចង់ដឹងថា page របស់យើងម៉ោង active ប្រហែលបងប្អូនចុចត្រង់កន្លែង active time នេះបងប្អូននឹងមើលឃើញនេះ active time នៅក្នុង page របស់ខ្ញុំនេះគឺបើយើងដាក់ថ្ងៃស្អែកគឺនៅម៉ោង12:01អញ្ចឹងមានន័យថានៅពេលដែលយើងផុសនៅម៉ោង12:01 AM គឺមានរីកល្អតាំងពិតវាមាន recommend ច្រើននៅក្នុងហ្នឹងប៉ុន្តែដោយសារ page របស់ខ្ញុំនេះគឺ page ថ្មីកាលណា page ថ្មីអញ្ចឹងវាអត់សូវចេញអត់មាន history ពីមុនមកដើម្បីឲ្យ Facebook ធ្វើការវិតម្លៃថា page របស់យើងហ្នឹងដើរល្អកម្រិតណាទេអានេះគឺគាត់ជាការវិតម្លៃមួយបដោះអាសន្នទេឥឡូវខ្ញុំធ្វើការឧទាហរណ៍នៅ page ផ្សេងវិញកុំឲ្យបងប្អូនអរនេះពិបាកបាទឥឡូវខ្ញុំបដូរ page វិញអានេះខ្ញុំចុច cancel ទៅតែគាត់ចង់ធ្វើវីដេអូឲ្យខ្លីប៉ុន្តែវាមិនទៅជាខ្លីវាទៅជាវែងទៅវាទៅជាវែងវិញបាទតោះឥឡូវយើងនេះមកចុច create post ហ្នឹងមកហើយបងប្អូនចុចកន្លែងនេះមកលឿនណាបាទកុំឲ្យស៊ីមកអូខេបន្ទាប់មកបងប្អូនចុចកន្លែង active time អញ្ចឹងនេះជាពេលវេលាជាម៉ោងដែល Facebook វា recommend នៅពេលដែលវាតម្លៃនៅ history ដែលយើងផុសកន្លងមកឬក៏ history ដែលអ្នក reach ពីមុនមក reach page របស់យើងនៅពេលណាអញ្ចឹងណាវានឹងវាតម្លៃហើយវានឹងកំណត់នៅ active មក active time របស់យើងនេះបាទអញ្ចឹងបើយើងផុសនៅថ្ងៃស្អែកគឺនៅម៉ោងនេះនៅម៉ោង6ខាន់ស្អែកក៏6ខាន់ស្អែកមួយក៏6ដែរអញ្ចឹងមានន័យថា page របស់ខ្ញុំមួយនេះ page របស់ខ្ញុំមួយនេះគឺជាទូទៅគឺផុសម៉ោង6បានមានអ្នកមើលចូលមើលច្រើនតែបើសិនជាខុសពីម៉ោងហ្នឹងអ្នកចូលមើលក៏មានដែរប៉ុន្តែសម្រាប់អ្នកដែល like follow ជាទូទៅរបស់ខ្ញុំនេះគឺមិនសូវចូលមើលម៉ោងហ្នឹងទេបានមើលដែរវាភាគតិចអញ្ចឹងណាអញ្ចឹងយើងអត់ចង់បានកន្លែងហ្នឹងទេយើងចង់បានមើលភាគច្រើនហើយយើងចង់បានពេលវេលាណាមួយដែលត្រឹមត្រូវនេះហើយគឺជាពេលវេលាដែលត្រឹមត្រូវដែល Facebook ធ្វើការ recommend ឲ្យយើងនេះ Facebook គេមិនមែនជា recommend ទេដោយសារ
Facebook វាធ្វើការ analyze ទៅតាក់ទងជាមួយនឹង reach នឹងការបួកអីយើងផ្សេងៗអញ្ចឹងណាអញ្ចឹងក៏វាកំណត់ម៉ោងទៅអញ្ចឹងសម្រាប់ page ផ្សេងទៀតគឺកំណត់ម៉ោងផ្សេងទៀតបាទហ្នឹងហើយតាក់ទងជាមួយវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនកន្លែងនេះពេលយើងចង់បានចឹងយើងចុច share មកយើងចាប់ផ្ដើមផុសជា schedule អញ្ចឹងទៅបាទឬក៏បងប្អូនផុសជាលក្ខណៈធម្មតាទៅបងប្អូនមើលឃើញម៉ោងហើយអញ្ចឹងវាយទៅស្អែកម៉ោង6ផុសបុកទៅឬក៏យើងផុសឥឡូវឲ្យហើយយើងផុសជាប្រភេទ schedule ហ្នឹងទៅក៏បានដែរអរគុណសម្រាប់វីដេអូនេះចង់ឲ្យខ្លីតែវាមិនទៅជាខ្លីទៅជាវែងវិញសម្រាប់បងប្អូនដែលមានចម្ងល់បន្ថែមអាចឆាតសួរខ្ញុំបានដោយរាល់ដងអរគុណសូមជម្រាបលា